បាទថ្ងៃនេះមានមុខហូបថ្មីបាទគឺត្រីបំពងស្រួយបាទរូបមន្តវាមានតែម្សៅដំណើបម្សៅបំពងដាក់ខ្នុរប៊ីចេងម្រេចតិចមកសម្រាប់វាឲ្យសប់ទៅមកយើងដាក់ខ្លាញ់ដាក់ខ្ទះដាក់ខ្លាញ់ឲ្យក្តៅអានេះយើងត្រូវការខ្លាញ់រៀងក្តៅបន្តិចមិនយើងរោយវាពីលើចឹងមកបាទអានេះជាការវាបំពង4-10 ដងហើយអញ្ចឹងវារៀងអស់ខ្លាញ់គេមើលទៅដូចជាតិនេះហើយត្រីបំពងស្រួយបាទទៅនេះព្រោះជាគេអត់យកប្រៃខ្លាំងយកឡំដល់ពេលយើងញ៉ាំមួយម្រេចក៏បានឬក៏ជ្រលក់ជាមួយឬក៏កងដាក់បន្លែមកយើងទឹកជ្រលក់ញ៉ាំបានមានជីមសក់អីវ៉ាន់ណាបាទគឺមកអាចប៉ាក់ធ្វើនៅផ្ទះបានបាទត្រីបំពងស្រួយបាទត្រីបំពងស្រួយត្រីម៉ែតែញ៉ាំមកពីជំរាបអញ្ចឹងពីប៉ុយអញ្ចឹងវាក៏ហមយើងកុំឲ្យវាឆ្អិនពេកមិនមកដាក់ flag refight បំពងលាយទៅវាឈ្ងុយបងចង់ញ៉ាំដិតទៅពីយើងបំពងហើយក៏ឡុកម្សៅខ្នុរពីខាងក្រៅលាបមករោយតិចក៏បានដែរអាស្រ័យទៅតាមចំណូលចិត្តរបស់យើងបាទ